បាទជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅការពារ account កុំឲ្យមានការ disable បាទតាក់ទងជាមួយនឹង Facebook account ជាពិសេសគឺ Facebook account ដែលកាន់ page ធំ Facebook account ដែលរកលុយជាមួយនឹង Facebook page ដោយសារតែរយៈពេលប្រហែលថ្ងៃនេះគឺមានការ disable account ច្រើនមែនទែននេះគឺជាវិធីដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាការពារមានភាគរយខ្ពស់នៅក្នុងការពារ account កុំឲ្យមានការ disable ពី Facebookបាទជាដំបូងគឺបងប្អូនចូលទៅក្នុង account របស់បងប្អូនដែលកាន់ page បាទជា account ដែលសំខាន់សម្រាប់បងប្អូនបន្តបងប្អូន select លើអាពាក្យនេះអាសញ្ញាត្រី3ខាងលើនេះបាទចុចលើសញ្ញាត្រី3ខាងលើនេះបន្តមកទៀតគឺបងប្អូនរកពាក្យថា setting privacy បងប្អូននេះចុចលើ setting privacy បន្តមកទៀតបងប្អូនត្រូវរកពាក្យថាបាទរកពាក្យថា setting ពេលបងប្អូនចុចពាក្យថា setting privacy ហើយគឺយើងរកពាក្យថា setting បន្តនេះបាទដែលមានរូបដូចជា profile របស់យើងបន្តមកទៀតគឺបងប្អូនចូលទៅបើកបាទចូលទៅបើកកន្លែងពាក្យមួយដែលមានឈ្មោះថា privacy check up បងប្អូនទាំងអស់គ្នានេះដែលមានរូបសោនេះបងប្អូនបាទចុចលើនឹងសិនបាទជាជំហានដំបូងពេលបងប្អូនចុចកន្លែងហ្នឹងហើយបងប្អូនត្រូវមើលនេះអានេះគឺខ្ញុំបានចុច check up វាតាំងពី2ខែបាទ2អាទិត្យមុនបាទនេះបងប្អូនបាទមានន័យថាខ្ញុំ check up វាគឺជោគជ័យមានន័យថាខ្ញុំរៀបចំ account របស់ខ្ញុំហ្នឹងវាមាន security វាមានភាពច្បាស់លាស់បាទងាយស្រួលស្ដាប់គឺវាមានភាពច្បាស់លាស់ជាមួយនឹង Facebook account ហើយ Facebook បាទក្រុមហ៊ុនរបស់ Facebook ហើយបាទអញ្ចឹងពេលដែលបងប្អូន check វាហើយវា load បាទលោតអញ្ចឹងឲ្យយើងហើយមានន័យថាយើងបានបំពេញវាជោគជ័យហើយបើសិនជាបងប្អូនបាទចូលទៅធ្វើភ្លាមបងប្អូនទៅរៀប account របស់យើងនឹងឲ្យវាត្រឹមត្រូវបាទបន្តមកគឺបងប្អូនចុច check វាទៅបងប្អូនរៀប account រួច set 100% បងប្អូនត្រូវចុចបាទចុចទៅតាមបាទត្រឡប់មកវាបាទឬយើង continue អីទៅតាមវាទៅបងប្អូនបាទនេះគឺយើងមានអីត្រឹមត្រូវជាច្រើនបាទខ្ញុំអត់សូមបកស្រាយទេបាទខ្ញុំសូមចុចបន្តទៀតបាទខ្ញុំអត់ចង់ឲ្យវីដេអូនេះវែងទេអញ្ចឹងនៅពេលដែលបងប្អូនបាន check បាទបានធ្វើទៅតាមរបស់វាមួយទាំង5កន្លំហ្នឹងហើយដែលវា load ថាឧទាហរណ៍ថាមួយថ្ងៃ2ថ្ងៃដែលយើងបាន check វាបាទជោគជ័យ 100% ហើយបងប្អូនបាទយើងថយចេញពីកន្លែងហ្នឹងបាទយើងថយចេញពីកន្លែងហ្នឹងហើយរយៈពេលមួយថ្ងៃឬក៏2ថ្ងៃឬក៏3ថ្ងៃឬក៏មួយអាទិត្យគឺវានឹងបង្ហាញអាហ្នឹងឲ្យយើងហើយបាទអញ្ចឹងវាទៅតាម account ដែរពេលដែលបងប្អូនបានធ្វើកន្លែងហ្នឹងបងប្អូនត្រូវចូលកន្លែងមួយទៀតគឺដាក់ថា send more in account center បងប្អូននេះខាងលើនេះបងប្អូនបាទចុចលើហ្នឹងមកបាទចុចលើមកប៉ែកហ្នឹងមកបាទវារត់មកដល់កន្លែងនេះហើយបន្តមកទៀតគឺបងប្អូនទៅរកពាក្យថាបាទ password and security បងប្អូននេះដែលមានរូបដែលគេហៅថារូបការពារណាបងប្អូននេះអូខេបងប្អូនចុចខាងឡើងមកបាទ password and security ចុចលើហ្នឹងបាទបន្តមកទៀតគឺយើងមកដល់ទីតាំងកន្លែងនេះមួយទៀតដើម្បីបញ្ជាក់ឲ្យច្បាស់ 100% ថា account របស់យើងហ្នឹងគឺបានរៀបចំនិងធ្វើទៅតាមគោលការណ៍របស់ក្រុមហ៊ុនបាទ Meta ឬក៏ Facebook នេះហើយអញ្ចឹងពេលបងប្អូនចូលមកដល់ទីតាំងកន្លែងនេះបងប្អូនអស់ចុះក្រោមបន្តិចបាទហើយកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់បន្តិចមុននឹងយើងបន្តបើសិនជាបងប្អូនមិនបានធ្វើអាតង់ទី1មិញទេគឺវាអត់បង្ហាញកន្លែងហ្នឹងឲ្យទេហើយអាតង់ទី1ហ្នឹងលុះត្រាតែយើងធ្វើគ្រប់រយៈពេល1ថ្ងៃ2ថ្ងៃ3ថ្ងៃវាបង្ហាញដូចខ្ញុំបានធ្វើវីដេអូមុនហ្នឹងគឺបាទវានឹងបង្ហាញពាក្យមួយដែលមានឈ្មោះថាបងប្អូនចុះក្រោមតិចដែលមានឈ្មោះថា security check up ដូចគ្នានេះបងប្អូននេះនៅលើបាទមេដៃរបស់ខ្ញុំហ្នឹងខាងក្រោមគេបងប្អូនបាទយើងចុចលើហ្នឹងមកនេះចុចកន្លែង security check up បាទអូខេបន្តមកគឺយើងមកចូលដល់កន្លែងនេះបងប្អូនចូលដល់កន្លែងនេះហើយយើងចុចលើ account របស់យើងបងប្អូនបាទឆែកមើល account របស់យើងវាជោគជ័យ 100% នៅបាទអូខេនេះអញ្ចឹងគឺបងប្អូនបាទវាកំពុងតែ review មួយបាទឥឡូវយើងអាចនិយាយបានថាយើងទទួលបានជោគជ័យដោយសារតែវាមានសញ្ញា text ហើយអស់ហើយវាមិនជាបញ្ហាទេគាត់ថាអ្វីដែលសំខាន់គឺយើងបានរៀបចំជាមួយវាគឺបាទត្រឹមត្រូវ 100% ហើយបាទវានិយាយបានថា account របស់យើងគឺអាចរឹងមាំអត់មានការ disable ពីបាទ Facebook បាទធ្វើការងារអាប់ដេតទៅប្រហែលថ្ងៃនេះទេអញ្ចឹងគឺកន្លែងនេះគឺជាកន្លែងសំខាន់មួយដែរបាទសម្រាប់បងប្អូនដែលចូលទៅបញ្ជាក់បាទហើយក៏វាមានភាគរយខ្ពស់នៅក្នុងការទប់ទល់ជាមួយនឹងការបាទធ្វើឲ្យ account របស់យើងហ្នឹង disable បាទពីក្រុមហ៊ុន Facebook អញ្ចឹងក៏បងប្អូនបាទវា check អស់បងប្អូនចុចកន្លែងនេះមួយទៀតបងប្អូនបាទយើងចុចចូលទៅដាក់បាទបន្ថែមទៀតប៉ុន្តែកន្លែងបងប្អូនត្រូវវាយ password របស់បងប្អូនបញ្ចូលបាទហើយកន្លែងនេះខ្ញុំសូមបញ្ជាក់ថាគឺបងប្អូនត្រូវតែដាក់បាទដាក់ password account របស់យើងផ្ទាល់តែម្ដងបងប្អូនបាទដាក់ហើយចុចពាក្យថា continue ដើម្បីបន្តបាទ
អូខេយើងរងចាំវាបន្តិចទៅដោយសារតែវាអត់សូវតែមានសេវាអូខេអញ្ចឹងកន្លែងនេះគឺវាទីមទីមានន័យថាឲ្យយើងដាក់ជាមួយនឹង Factor អត់ថា two factor ណា two factor គឺតាក់ទងជាមួយនឹងអ្នកដែលគាត់ log in បាទនេះ how you get log in code នេះមានន័យថាពេលដែលគេ log in ទៅគឺវាទីមទីហើយមានន័យថាយើង log ចូលនៅក្នុង Facebook ថ្មីនៅក្នុង app របស់ Facebook ថ្មីហ្នឹងគឺវាទីមទីលេខកូដហើយអញ្ចឹងលេខកូដនោះគឺវាបានដាក់នេះគឺ5 6តាក់ទងជាមួយនឹងការជ្រើសរើសឬការពេញចិត្តឬក៏ការប្រើប្រាស់របស់បងប្អូនអញ្ចឹងបងប្អូនចូលមកដល់កន្លែងនេះបងប្អូនដាក់បាទ app នេះក៏បានដែរបងប្អូនបាទ app ខាងលើបាទខាងក្រោមនេះគឺដាក់ថា SMS ឬក៏បាទ voice app បាទអញ្ចឹងគឺភាគច្រើនទូទៅគឺខ្ញុំប្រើតែខាងលើពីរនេះទេ account របស់ខ្ញុំគឺខ្ញុំប្រើលើខ្ញុំប្រើជាមួយនឹង app បាទ app នៅលើ Google Play Store ឬក៏នៅលើ App Store ហ្នឹងមួយឬក៏ខ្ញុំប្រើទៅលើ SMS ឬក៏ Voice App បាទភាគច្រើនគឺវាទាមទារទៅលើ Voice App សម្រាប់ Facebook រយៈពេលប្រហែលខែចុងក្រោយនេះអញ្ចឹងគឺយើងចូល select មើលកន្លែងហ្នឹងហើយយើងមើលវាបាទកន្លែងនេះគឺខ្ញុំបានបើកវាដើម្បីទទួលលេខកូដចេញពី Voice App អញ្ចឹងពេលដែល log in ទៅលើទូរស័ព្ទដៃថ្មីបាទឬក៏យើងចុចទៅលើ browser ផ្សេងទៀតដើម្បីបន្ថែមទៅលើ Facebook របស់យើងគឺវាទាមទារបាទលេខកូដនឹងហើយបាទទៅលើលេខទូរស័ព្ទហ្នឹងផ្ញើទៅក្នុង Voice App បាទវាងាយស្រួលបាទយើងមាន Voice App បាទហើយមួយទៀតគឺយើងអាចផ្ញើវាទៅលើ Twitter នេះបានបងប្អូនបាទសម្រាប់ App បាទខាងលើនេះអញ្ចឹងគឺប្រើពីរហ្នឹងទៅអញ្ចឹងឃើញថាវីដេអូនេះបាទតាក់ទងជាមួយនឹងការពារទៅលើការ disable account របស់ Facebook page ក៏ដល់ទីបញ្ចប់មុននឹងបញ្ចប់បាទនៅក្នុងវីដេអូនេះគឺมันអាចជួយបាន 100% ទេគ្រាន់ថាវាមានភាគរយខ្ពស់មែនតើបាទអាចធ្វើ account របស់យើងមិនមានបញ្ហាសម្រាប់បាទ account របស់យើងគឺ disable ជាពិសេសគឺ account ដែលកាន់ page ធំគឺជា account ដែលកាន់ page សម្រាប់រកលុយជាមួយនឹង Facebook page ជួបគ្នានៅវីដេអូក្រោយសម្រាប់បងប្អូនដែលមិនទាន់បានដឹងឬក៏បងប្អូនបានដឹងហើយកុំភ្លេចជួយ share ទៅលើអ្នកដែលគាត់កំពុងតែធ្វើការងារបាទការពារ account ឬក៏គាត់កំពុងតែភ័យអត់មានវិធីសាស្ត្រនៅក្នុងការពារ account របស់ពួកគាត់នៅក្នុងការដែលdisable ផងដែរជួបគ្នានៅវីដេអូក្រោយជាបន្តអរគុណច្រើនបងប្អូនទាំងអស់គ្នា